ជំរាបសួរកូនកូនថ្ងៃនេះជួបម្នាក់គ្រូសាស្ត្រជាថ្មីសុខសប្បាយអរគុណព្រះសម្រាប់សេចក្តីសុខសាន្តថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមុខវិជ្ជាភាសាខ្មែរថ្នាក់ទី3ហើយយើងនឹងរៀនអំពីគុណនាមចាតើគុណនាមជាពាក្យចាសម្ដែងឬក៏បញ្ជាក់ពីអ្វីឥឡូវយើងមកមើលឧទាហរណ៍មួយអ្នកគ្រូសិនណាកូនណាចាឧទាហរណ៍សុកចិញ្ចឹមគោជាច្រើនក្បាលដែលមានធំហើយសម្បល់សចាសុកចិញ្ចឹមគោជាច្រើនក្បាលដែលមានមាឌធំហើយសម្បល់សចាអញ្ចឹងអ្នកគ្រូបានលើកមួយល្បះនេះមកធ្វើការពន្យល់ដល់កូនទាំងអស់គ្នាចាកូនឃើញសង្កេតមើលថាអ្នកគ្រូបានសរសេរ Word ក្រហមបានន័យថាពាក្យ Word ក្រហមតើពាក្យ Word ក្រហមហ្នឹងវាជាអីកូនចាឥឡូវយើងមកមើលទាំងអស់គ្នាចាពាក្យថាច្រើនចាពាក្យថាច្រើននេះគឺវាបញ្ជាក់ឲ្យពីអីគេកូនពាក្យថាគោចាហើយគោនេះគឺជាអីកូនថ្នាក់ពាក្យវាគោនេះថ្នាក់ពាក្យវាគឺជានាមអញ្ចឹងពាក្យថាច្រើននេះបញ្ជាក់ឲ្យលក្ខណៈរបស់នាមចាអញ្ចឹងពាក្យថាច្រើននេះគឺវានៅខាងស្ដាំនាមចាតើឥឡូវយើងមកមើលពាក្យធំទៀតណាពាក្យធំនេះបញ្ជាក់ឲ្យពាក្យអីកូនចាពាក្យធំនេះគឺបញ្ជាក់ឲ្យពាក្យថាមាឌនេះចឹងមាឌនេះគឺថ្នាក់ពាក្យវាគឺជានាមចាហើយធំនេះគឺវានៅខាងស្ដាំពាក្យថាមាឌដែលជានាមនេះកូនណាចាគឺវាបញ្ជាក់ឲ្យនាមនេះកូនណាពាក្យធំចាសម្បល់សចាសនេះគឺបញ្ជាក់ឲ្យពាក្យសម្បល់ពីព្រោះសម្បល់នេះថ្នាក់ពាក្យវាគឺជានាមអញ្ចឹងសនេះគឺវានៅខាងស្ដាំនាមអញ្ចឹងយើងមកមើលនិយមន័យឬក៏យើងហៅថាបញ្ញត្តិរបស់គុណនាមចាគុណនាមជាពាក្យសម្ដែងលក្ខណៈរបស់នាមគុណនាមស្ថិតនៅខាងស្ដាំនាមចាអញ្ចឹងយើងដឹងហើយថាគុណនាមគឺជាពាក្យសម្ដែងលក្ខណៈរបស់នាមហើយគុណនាមគឺវាស្ថិតនៅខាងស្ដាំនាមដូចអ្នកគ្រូបានលើកឧទាហរណ៍អញ្ចឹងណាកូនចាពាក្យថាច្រើននេះគឺជាគុណនាមអញ្ចឹងគុណនាមពាក្យច្រើននេះគឺបញ្ជាក់ឲ្យលក្ខណៈនាមរបស់សត្វគោនេះកូនណាចាឲ្យដឹងថាគោនេះគឺមានច្រើនក្បាលតើនេះកូនចាអញ្ចឹងគុណនាមនេះគឺបញ្ជាក់ឲ្យលក្ខណៈរបស់នាមគឺសត្វគោនេះកូនណាចាហើយពាក្យច្រើនគុណនាមនេះគឺវាស្ថិតនៅខាងស្ដាំនាមតើនេះកូនចាដូចជាធំចាធំនេះគឺវាបញ្ជាក់ឲ្យលក្ខណៈនាមមាឌនេះកូនចាហើយធំនេះគឺជាគុណនាមវាស្ថិតនៅខាងស្ដាំនាមតើនេះកូនចាសម្បល់សនេះគឺវាដូចគ្នាគឺសនេះគឺបញ្ជាក់ឲ្យសម្បល់អញ្ចឹងបញ្ជាក់ឲ្យនាមចាបញ្ជាក់ឲ្យលក្ខណៈរបស់នាមឲ្យដឹងថាសម្បល់គាត់គឺសខ្មៅឬក៏ប្រផេះឬក៏អេអញ្ចឹងណាកូនចាអញ្ចឹងសម្បល់សមិនន័យថាគោនេះគឺសម្បល់សចាអញ្ចឹងសនេះគឺជាគុណនាមគឺបញ្ជាក់ឲ្យលក្ខណៈរបស់នាមហើយទីតាំងរបស់វាគឺនៅខាងស្ដាំបានន័យថាគុណនាមគឺវាស្ថិតនៅខាងស្ដាំនាមតើនេះណាកូនចាហើយសង្ឃឹមថាមេរៀននេះនឹងជួយកូនទាំងអស់គ្នាសូមព្រះប្រទានពរ